សូមជូនរឿងនាងលក្ខតាគុណនៃការរក្សាឧបោសថសិលតាំងពីក្មេងដល់រាបដល់ចាស់កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តចេតវនមហាវិហារជាអារាមរបស់អនាថបណ្ឌិតសទ្ធិនាក្រុងសាវត្ថីកាលនោះមានធីតាម្នាក់ឈ្មោះនាងលក្ខតាជាកូនរបស់សាវត្ថីឧបាសកនាងលក្ខតាធីតានោះជាស្ត្រីមានប្រាជ្ញាឆ្លៀសវៃចេះដឹងនៅច្បាប់ព្រះពុទ្ធសាសនាជាច្រើនមេដាបិតាបានរៀបឲ្យមានគូស្វាមីភរិយាក្នុងពេលដែលរៀបអវិហវិវាហមង្គលនោះបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានទៅថ្វាយផតលុះរៀបមង្គលការហើយក៏បញ្ជូនឲ្យទៅនៅក្នុងសំណាក់មេដាបិតាក្មេកនាងលក្ខតាជាស្ត្រីមានមារយាទល្អត្រឹមត្រូវខំប្រព្រឹត្តប្រតិបត្តិបម្រើស្វាមីនិងមេដាបិតាក្មេកដោយគោរពទាំងមានចិត្តអាណិតអាសូរដល់ទាសករកម្មកររបស់នាងតែងចែកចាយសម្ពុតអាវសាវស្បៃមហូបចំណីដល់ទាសករកម្មករជារឿយវេលាថ្ងៃឧបោសថនាងបានរក្សាឧបោសថសិលជានិច្ចពុំដែលខានឡើយឯមេដាបិតាក្មេកឃើញគុំប្រសាមានចរិយាល្អដូច្នោះក៏មានសេចក្តីស្រឡាញ់ពេញចិត្តជាទីបំផុតព្រោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចគ្នាក្នុងកាលជាខាងក្រោយមកនាងលក្ខតានោះក៏ធ្វើមរណកាលទៅបានទៅកើតជាធីតារបស់ស្ដេចវេស្សវណ្ណនាឋានចាតុមហារាជការទេវលោកមានឈ្មោះថាលក្ខតាដោយឈ្មោះនៅក្នុងឋានមនុស្សលោកឯព្រះបាទវេស្សវណ្ណនោះមានព្រះរាជធីតា5ព្រះអង្គគឺនាងលក្ខតា1សច្ជា1បវរា1អច្ឆិមុតី1សុត្រា1កាលបើធីតាទាំង5នេះកើតឡើងហើយសកទេវរាជក៏នាំយកទៅឋានត្រៃត្រឹងឲ្យធ្វើជាបាតបរិចារិការបស់ព្រះអង្គតែងឲ្យនាងទាំង5លេងរបាំថ្វាយទតរាល់ថ្ងៃមួយធីតាទាំង5បានជជែកគ្នាថាយើងទាំងអស់គ្នានេះអ្នកណារាំច្រៀងពីរោះល្អជាងគេនាងមួយថាខ្លួនក្រាន់បើនាងមួយទៀតថាខ្លួនក្រាន់បើជាងជជែកគ្នាមិនដាច់ស្រេចក៏នាំគ្នាទៅថ្វាយបង្គំព្រះបាទវេស្សវណ្ណជាបិតាហើយទូលសួរថាបបិទ្ធព្រះបិតានាងខ្ញុំទាំង5រូបនេះនាងណារាំល្អពីរោះជាងគេព្រះបាទវេស្សវណ្ណបានឮរាជបុត្រីសួរដូច្នេះហើយក៏ប្រាប់ថាមនាកូនសម្លាញ់ឪពុកបើនាងចង់ដឹងចូលនាំគ្នាទៅរាំច្រៀងក្នុងទីប្រជុំនៃទេវតាក្បែរមាត់អនោតមហាស្រះនាព្រៃហេមពាន្តឯនោះទើបដឹងប្រកាសបានព្រះរាជបុត្រីទាំង5អង្គក៏នាំគ្នាទៅរាំច្រៀងក្បែរមាត់អនោតមហាស្រះតាមព្រះរាជបញ្ជារបស់ព្រះបិតាក្នុងពេលនោះទេវតាទាំងឡាយបានដឹងដំណឹងនោះហើយក៏នាំគ្នាឈូឆរទៅប្រជុំនៅព្រៃហេមពាន្តច្រើនមីដេះដាស់ពេញព្រៃទាំងមូលពេលនោះព្រះរាជបុត្រីក៏ឡើងរាំច្រៀងម្នាក់ម្ដងដរាបដល់អស់4នាក់នៅសល់តែនាងលក្ខតាមួយពុំទាន់ច្រៀងកាលបើធីតាទាំង4នោះច្រៀងចប់ហើយពួកទេវតាទាំងឡាយក៏នៅស្ងាត់ឈឹងឥតឮសូរស័ព្ទសាទុការឡើយបន្ទាប់ពីនោះមកនាងលក្ខតាក៏ក្រោកឡើងច្រៀងរាំស្រែកច្រៀងមានសំឡេងពីរោះឮណែនពេញព្រៃហេមពាន្តទាំងមូលលុះច្រៀងរាំចប់ហើយពួកទេវតាទាំងឡាយក៏ស្រែកឲ្យពោសិក្សាទុការលន់ឮក៏ក្រើកញាប់ញ័រព្រៃហេមពាន្តលំដាប់នោះនាងសុត្រាជាព្រះរាជបុត្រីពោបង្អស់នឹកស្ងើចអស់ចាក្នុងចិត្តទើបសួរទៅនាងលក្ខតាជាបងថាបងបានធ្វើបុណ្យដូចម្ដេចពីជាតិមុនបានជាមានរូបល្អមានសម្លេងពីរោះមានប្រាជ្ញាច្រើននាងលក្ខតាប្រាប់ថាបានជាបងមានរូបល្អមានសម្លេងពីរោះមានប្រាជ្ញាច្រើនដូច្នេះកាលពីជាតិមុនបងបានរក្សាឧបោសថសិលតាំងពីក្មេងរហូតដល់ចាស់ពុំដែលឲ្យដាច់ធ្លុះធ្លាយម្ដងណាឡើយរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ